ភ្ញៀវជាទីគោរពសូមអញ្ជើញកូនកំឡោះដោយការអបអរសាទរយ៉ាងកក់ក្ដៅតើមានអ្វីកើតឡើងតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកឈួតទេខ្ញុំជាម្ដាយរបស់អ្នកហេតុអ្វីបានជាអ្នកធ្វើរឿងឈួតនៅមុខមនុស្សជាច្រើនកុំធ្វើបែបនេះក្រោកឡើងកូនថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នកក្រោកឡើង3 ឆ្នាំខ្ញុំមានអាយុ3ឆ្នាំនៅពេលអ្នកចាក់ចេញខ្ញុំមានអាយុ26ឆ្នាំនេះតើអ្នកត្រឡប់មកជួបខ្ញុំប៉ុន្មានដងក្នុងរយៈពេល23ឆ្នាំមុន Have you ever made a phone call តើអ្នកធ្លាប់ឲ្យខ្ញុំមួយកាក់សម្រាប់ចំណាយលើការរស់នៅខ្ញុំនៅពេលនោះក៏មិនងាយស្រួលដែរកូននេះមិនពាក់ព័ន្ធនឹងអ្នកទេដូច្នេះកុំសួរនាំបញ្ហាលេវអូនស្រីសូមសម្រាប់ប្រអប់នេះធ្ងន់ពេកហើយប៉ាខ្ញុំក៏ចង់រកលុយជួយជួសជុលសដែរអ្នកអាចធ្វើឲ្យមីងរបស់អ្នកពេញចិត្តបំផុតដោយការសិក្សាយ៉ាងលំបាកលីឡូសិនមិនអាចសងបំណុលដែលគាត់ជំពាក់បានទេដូច្នេះគាត់ចាប់ខ្ញុំធ្វើជាចំណាប់ខ្មាំងផ្ទះរបស់យើងបាត់ទៅហើយការនៅផ្ទះនឹងមានមនុស្សនៅជុំវិញខ្លួននឹងការខិតខំប្រឹងប្រែងគឺជាការប្រសើរជាងអ្វីទាំងអស់មីងរបស់អ្នកបានដឹងថាអ្នកនឹងជប់រៀននាងបានជិះឡាន4ម៉ោងដើម្បីមកទីនេះនាងកំពុងយំនៅក្នុងការិយាល័យហេតុអ្វីបានជាអ្នកល្ងងយ៉ាងនេះខ្ញុំខំប្រឹងរៀនណាស់ប្អូនអនណាស់ខ្ញុំមិនចង់ឲ្យអ្នករងទុក្ខទៀតទេអ្នកត្រូវតែអានសៀវភៅខ្ញុំអាចរកប្រាក់ចិញ្ចឹមជីវិតអ្នកនិងកូនរបស់ខ្ញុំទោះបីខ្ញុំលក់អ្វីក៏ដោយវាជាការល្អណាស់ក្នុងការចូលរៀននៅសាកលវិទ្យាល័យសំខាន់មួយនៅពេលកូនប្រុសរបស់អ្នកមកផ្ទះជាមួយម្ដាយគាត់នឹងផ្ដល់សំណងដល់អ្នកសម្រាប់ការរុះរើនិងទិញរថយន្តជូនអ្នកជាមុនការទូទាត់សំណង350,000យន្តសម្រាប់ផ្ទះសំប៉ាហាំងនឹងត្រូវបានបំពេញប្រសិនបើអ្នកចុះហត្ថលេខាលើវាជាពណ៌ក្រហមប្រសិនបើគាត់មិនចុះហត្ថលេខាទេគាត់តែងតែអាចទទួលបានប្រសិនបើគាត់ត្រូវបានឃុំខ្លួនកូនប្រុសខ្ញុំចង់ទៅផ្ទះម៉ាក់កុំខ្លាចអីមីងនឹងមកទទួលអ្នកឆាប់នេះនេះជាថ្លៃសិក្សានិងថ្លៃថ្នាំដែលខ្ញុំបានបង់សម្រាប់ចិញ្ចឹមគាត់រយៈពេល17ឆ្នាំអ្នកមិនខ្វល់រយៈពេល20ឆ្នាំទេឥឡូវមកប្រយុទ្ធដើម្បីវាព្រៅគឺត្រជាក់ហើយអាហារក៏ក្តៅមីងរបស់ខ្ញុំបានចិញ្ចឹមខ្ញុំអស់20ឆ្នាំហើយស៊ូទ្រាំនឹងការលំបាកអស់20ឆ្នាំនាងទៅរៀនមុនម៉ោងយឺតដើម្បីរៀនជាមួយខ្ញុំនាងបានលក់ហាងមួយដើម្បីការពារខ្ញុំពីម្ចាស់បំណុលនាងមិនដែលនិយាយពាក្យពាក់កណ្ដាលបើឬពាក់កណ្ដាលពេញចិត្តចំពោះខ្ញុំទេថ្ងៃនេះខ្ញុំដាក់ឈ្មោះមីងខ្ញុំនៅក្នុងបន្ទប់រៀបការពេញមួយជីវិតរបស់ខ្ញុំនាងនឹងរស់នៅក្នុងផ្ទះធំហើយខ្ញុំនឹងរស់នៅក្នុងបន្ទប់ចំហៀងអ្នករាល់គ្នានៅទីនេះដែលគិតថាវាមិនសមរម្យអាចចាក់ចេញឥឡូវនេះហើយខ្ញុំនឹងមិនបញ្ឈប់ខ្ញុំទេមីងខ្ញុំជំពាក់ផ្ទះនេះឯងវាតិចពេកខ្ញុំនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំសងវាយឺតទោះខ្ញុំចំណាយពេលពេញមួយជីវិតក៏ដោយក៏ខ្ញុំមិនអាចតបស្នងគុណរបស់អ្នកបានដែរម៉ាក់កូនល្អយើងទាំងអស់គ្នាជាក្មេងល្អយើងនៅជាមួយគ្នាយកល្អជាជាងធ្វើជាមិត្តភាពកក់ក្ដៅពីខ្យល់នឹង40-20ឆ្នាំគឺសំនឹងភាពត្រជាក់នៅក្នុងឈាមនេះជាសេចក្តីស្រឡាញ់ដែលត្រូវបានចារទុកក្នុងឆ្អឹង